máy đang trong cái đó thì bắt đầu đang cả là máy đang camera đi còn mong là máy thì mình đặt máy được bài gì đấy cứ chặt là máy đầy đấy là bên dưới máy đầy cái bài gì đấy máy đầy cầm đặt nát dưới máy bàn này là một cái lớp cứ bên ra ca này máy đầy cái lá camera cho môi đang đặt đây và sân thì máy cứ máy này tập năng đấy chấm điệp số rồi số đây từการปก máy បងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube និង Facebook ជាទីគ្រប់ថ្នាក់បានវិលជួបជុំបាទសារថ្មីបន្តទៅហើយតាមរយៈ Channel និង Page បញ្ញាកូនខ្មែរថ្ងៃដែរខ្ញុំបាទនឹងបង្ហាញអំពីរបៀបជួសជុល Opler ឬក៏របៀបបដូរក្រឡាតបដូរក្រដាស់និងអាំបារ៉ាឲ្យថ្មីទាំងអស់តែម្ដងពុកម៉ែបងប្អូនដោយពុកម៉ែបងប្អូនបានឃើញក្នុងវីដេអូនេះចឹងគឺខ្ញុំបាទធ្វើយ៉ាងញាប់ដៃញាប់ជើងតែម្ដងដោយការផ្ចិតផ្ចង់ជំហានដំបូងគឺយើងធ្វើការគោះกระดาษចេញពុកម៉ែបងប្អូនកระดาษចាស់ហ្នឹងបន្ទាប់យើងគោះกระดาษចាស់ហើយគឺធ្វើការដាក់អាំបារ៉ាជាមួយនឹងក្រឡៅបាសរបស់យើងហ្នឹងយើងធ្វើការដាក់មកសំរុំមកឬហើយយើងធ្វើការសម្លឹងចុះសម្លឹងឡើងឬក៏សរេចុះសរេឡើងទៅដើម្បីឲ្យប្រកាសថាក្រឡៅបាសរបស់យើងហ្នឹងគឺมันប៉ះជាមួយនឹងមេដៃទីពុកម៉ែបងប្អូនបើសិនជាវាប៉ះជាមួយមេដៃគឺយើងប្រើប្រាស់បានយូរទេបើសិនជាយើងឃើញថាវាត្រឹមត្រូវហើយគឺយើងធ្វើការដាក់កៅ502 45តំណក់ដូចនៅក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងបន្ទាប់មកគឺយើងធ្វើការដាក់នៅកៅក្បាលឆ្កែតែម្ដងពុកម៉ែបងប្អូនគឺយើងធ្វើការបៀកយកតែម្ដងទៅគឺធ្វើការបៀកកុំសំចៃគឺធ្វើការបៀកឲ្យច្រើនកាលណាគឺល្អកាលហ្នឹងបន្ទាប់មកគឺធ្វើការដាក់กระดาษរបស់យើងចូលតែម្ដងទៅយើងសង្កេតឃើញថាกระดาษរបស់យើងគឺបានត្រឹមត្រូវល្អហើយគឺយើងធ្វើការដាក់នៅ502បន្តិចទៀតពុកម៉ែបងប្អូនគឺយើងធ្វើការដាក់3 4តំណក់ទៅពុកម៉ែបងប្អូនគឺយើងមិនអាចដាក់ទាំងស្រុងបានទេសម្រាប់កៅ502នេះរួចហើយគឺយើងធ្វើការដាក់នៅពុកមាត់របស់យើងចូលមកបានមែនពុកមាត់របស់យើងពុកមាត់របស់អូបលឺបាសពុកម៉ែបងប្អូនបន្ទាប់មកយើងធ្វើការភ្ជាប់នៅសរសៃលូសពីខាងក្នុងទៅធ្វើការដាក់មកខាងគឺធ្វើការដាក់មកខាងទៀតបន្ទាប់ធ្វើការដាក់បានសងខាងគឺធ្វើការយកក្បាលមាន់យកមកផ្សារតែម្ដងទៅគឺធ្វើការផ្សារទឹកសំណពុកម៉ែបងប្អូនគឺយើងធ្វើការផ្សារដោយដៃស្រាលដោយការផ្ចិតផ្ចង់ដូចក្នុងវីដេអូខ្ញុំបង្ហាញអញ្ចឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូហើយសូមកុំភ្លេចធ្វើការចុច Like Subscribe ជូន Channel ខ្ញុំបាទម្នាក់មួយផងដើម្បីជាកម្លាំងចិត្តក្នុងការផលិតជាវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តជារៀងរាល់ថ្ងៃផងដែរហើយវីដេអូនេះខ្ញុំចង់បង្ហាញថាពីរបៀបជួសជុលអូបឡាបាសទៅពុកម៉ែបងប្អូនបើសិនជាមានបងជាងមួយចំនួនឃើញថាមិនសូវសមរម្យក៏ធ្វើការខមមិនខាងក្រោមដែរដោយសារខ្ញុំបាទចេះគឺចេះតែប៉ុណ្ណឹងទេពុកម៉ែបងប្អូនបន្ទាប់ពីយើងផ្សារចប់សពគ្រប់យើងធ្វើការយកនាឡិការបស់យើងមកដាក់លោសាក់មើលទៅថាតើវាឆ្លងអត់បើសិនជានាឡិកាវាលោតវត្តចុះវត្តឡើងចឹងបានន័យថាវាអូខេហើយគឺយើងធ្វើការបិទកៅយកតែម្ដងទៅពុកម៉ែបងប្អូនសម្រាប់កៅដែលខ្ញុំបាទបិទនៅក្នុងកន្លត់បាសនេះគឺខ្ញុំបាទបិទកៅញីឈ្មោះពុកម៉ែបងប្អូនគឺគេមានលក់នៅទីផ្សារពុកម៉ែបងប្អូនសម្រាប់បងប្អូនជាងគឺរកនៅកន្លែងគេលក់សម្ភារៈអញ្ចឹងទៅគឺមិនខ្វះទេពុកម៉ែបងប្អូនខាងអេឡិចត្រូនិកគឺធ្វើការចាក់កំប៉ុងពណ៌សចូលបន្តិចបន្ទាប់មកធ្វើការចាក់កំប៉ុងពណ៌ក្រហមចូលបន្តិចមកបន្ទាប់មកធ្វើការកូរបន្តិចទៅពុកម៉ែបងប្អូនដើម្បីឲ្យជាប់ទាំងញីទាំងឈ្មោលគឺវាលបាយចូលគ្នាទៅធ្វើឲ្យជាប់កាត់របស់យើងគឺជាប់បានល្អព្រមទាំងឆាប់រឹងផងដែរបន្ទាប់មកយើងធ្វើការច្រូចពីលើទៅពុកម៉ែបងប្អូនដូចក្នុងវីដេអូខ្ញុំបានបង្ហាញចឹងគឺយើងច្រូចចំកលិតនៃកន្លត់បាសតែម្ដងពុកម៉ែបងប្អូនតំបន់ខ្លះហៅថាកន្លត់តំបន់ខ្លះហៅថាអណ្ដាតចឹងទៅពុកម៉ែបងប្អូនគឺធ្វើការច្រូចដៃស្រាលចឹងទៅបន្ទាប់ពីយើងច្រូចកាត់របស់យើងបានចាប់សពគ្រប់ហើយគឺធ្វើការយកអាមកឈើរបស់យើងពុកម៉ែបងប្អូនឬក៏ចុងក្បាត់ក្បានដែរយើងយកទៅស៊ីតចូលតិចទៅដើម្បីឲ្យប្រកាសថាការរបស់យើងគឺសពគ្នាបានល្អរួចយើងសង្កេតមើលថាតើអូបឡូតរបស់យើងគឺត្រឹមត្រូវតាមបុគ្គលិកថានៅបើសិនជាត្រឹមត្រូវហើយគឺខ្ញុំបានធ្វើការបិទនៅក្រដាសខាងក្រៅពុកម៉ែបងប្អូនខ្ញុំបានធ្វើការបិទកៅក្បាលឆ្កែពុកម៉ែបងប្អូនដោយសារកៅក្បាលឆ្កែនេះគឺងាយស្រួលក្នុងការជួសជុលងាយស្រួលក្នុងការធ្វើងាយស្រួលក្នុងការដោះវាមិនដែលមានអូបឡឺណាដែលថាមិនចេះខូចទេពុកម៉ែបងប្អូនវាថាយើងជួសជុលប្រើមួយសាអញ្ចឹងយើងបាន4 5ឆ្នាំដល់20ឆ្នាំអញ្ចឹងទៅពុកម៉ែបងប្អូនបើសិនវាខូចឯក្រោយគឺធ្វើការចាក់តាសាំងបន្តិចយើងធ្វើការកោះបានវិញហើយសម្រាប់កៅក្បាលឆ្កែបើសិនជាយើងបិទជាកៅញីឈ្មោលគឺកោះមិនចេញបើសិនជាកៅ502ក៏គាត់ចេញដូចគ្នាអញ្ចឹងហើយទៅខ្ញុំណែនាំពុកម៉ែបងប្អូនទាំងអស់គ្នានេះឬក៏បងជាងមួយចំនួនគឺគាត់ធ្វើការដាក់កៅក្បាលឆ្កែទៅពុកម៉ែបងប្អូនសម្រាប់ប្រអប់ខាងក្រៅហ្នឹងបន្ទាប់មកយើងធ្វើការយកដៃទៅសង្កត់ជាប់នៅខាងក្រៅដោយដៃស្រាលទៅបើសិនជាសង្កត់មិនជាប់ទេគឺយើងអាចយកផ្លែរណាកាត់ដៃពុកម៉ែបងប្អូនគឺយើងអាចយកទៅសង្កត់ពីលើហើយយើងយកទៅហាលរយៈពេល2ម៉ោងពុកម៉ែបងប្អូនបាទដល់បន្ទាប់ពីយើងហាលរយៈពេល2ម៉ោងទៅគឺថាដើរវិញស្រួលដែរចំណែកកម្រិតផ្នែកមុខនេះគឺខ្ញុំមកបានថតជូនពុកម៉ែបងប្អូនទស្សនាបានទេតែការបិទម្ដងហ្នឹងគឺវាងាយទេណាហើយស្ទើរគឺថាអង្គលើគឺបាន500%អ
យើងការចាប់បញ្ចូលក្នុងធំម្ដងថ្ងៃនេះដូចនេះតែជួលហើយដូចនេះយើងជួលបែបនេះគឺយើងមើលទៅគឺថ្មីទាំងចុងតែម្ដងគឺបដូរទាំងកន្លងថ្មីទាំងអមរាឬក៏មករាថ្មីជាមួយនឹងប្រដាប់ថ្មីដូចនេះបើនិយាយទៅគឺចាក់តែមេដៃទេតែនិយាយពីមេដៃគេបើនិយាយទៅមេដៃកម្រិតណាយើងធ្វើថ្មីបានដែរសម្រាប់មកលើគឺវាត្រូវការតែថ្មីដែរកន្លងអមរាជាមួយនឹងกระดาษទេបើសិនជាអាម៉ានថ្មីគឺថ្មីបាទតែប៉ុណ្្នឹងទេ